ខ្មែរក្រហមដែលកាន់កាប់ប្រាសាទអង្គរតាំងពីឆ្នាំ 1971 មកក៏ចាប់ផ្ដើមបញ្ជូនកងទ័ពឲ្យធ្វើដំណើរវាយលុកនិងដណ្ដើមដោយកម្លាំងអាវុធឆ្ពោះមកទីក្រុងភ្នំពេញរដ្ឋធានីនៃប្រទេសកម្ពុជាខែកុម្ភៈឆ្នាំ 1975 ជ័យជំនះនៃពួកខ្មែរក្រហមក្នុងខេត្តកំពង់ធំកំពង់ចាមនៅលើផ្លូវពីសៀមរាបអង្គរមកភ្នំពេញសំផនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិរបស់ពួកខ្មែរក្រហមកំពុងតែលើកផែនការវាយលុកខាងយោធាខែមីនាឆ្នាំ 1975 ខ្មែរក្រហមដណ្ដើមបានជោគជ័យថ្មីថែមទៀតផ្លូវទន្លេរវាងភ្នំពេញនិងវៀតណាមខាងត្បូងត្រូវកាត់ផ្តាច់នាវាគ្រប់ធនដែលបម្រើឲ្យសាធារណរដ្ឋខ្មែររបស់លន់នល់ត្រូវបាញ់ពន្លិញក្នុងចំណោមអស់លោកមានម្នាក់បានអះអាងថាសាធារណរដ្ឋយើងនេះនឹងត្រូវរលំក្នុងពេលដ៏ខ្លីខាងមុខនេះដោយថ្មងដំបងរបស់ពួកថ្មិលក្រហមប៉ុន្តែអ្វីទៅបិទតែការធ្វើដំណើរចេញជាបន្តបន្ទាប់ពីកម្ពុជារបស់ប្រមុខរដ្ឋនិងជាមេបញ្ជាការជាន់ខ្ពស់នៃយើងគឺលោកសេនាប្រមុខលន់នល់ជាទីសក្ការៈព្រមទាំងមហាមិត្តអាមេរិកក៏ដោយក៏សូមអស់លោកជឿចុះយើងនៅតែមានផ្លូវដដែលទី1កងទ័ពយើងក៏នៅតែមានចិត្តក្លាហានមុខមុតហើយរដ្ឋធានីភ្នំពេញទៀតសោតក៏នៅរឹងមាំពុំអាចលាក់បានឡើយទី2ជុំប្រឆាំងសម្ដេចសីហនុដោយយើងទាំងអស់គ្នាដែលជាអ្នកសាធារណរដ្ឋពិតប្រាកដនោះគេបានឲ្យយើងដឹងតាមរយៈស្ថានទូតមិត្តរួមគ្នាមួយថាគូបដិបកទាំងពីរទោះបីជាប្រឆាំងគ្នាយ៉ាងនេះក៏ដោយក៏នៅតែអាចចូលរួមជាមួយគ្នាដើម្បីការផ្សះផ្សាជាតិយ៉ាងពិតប្រាកដនិងរឹងមាំបំផុតចូលភ្នំពេញដោយសន្តិភាពខ្មែរក្រហមខ្មែរសាធារណរដ្ឋយើងទាំងអស់គ្នាគឺជាខ្មែរស្នេហាជាតិបរិសុទ្ធជាខ្មែរប្រឆាំងសក្តិភូមិនិងជាខ្មែរនិយមប្រជាពលរដ្ឋការត្រូវរៅគ្នារវាងយើងទាំងពីរជាបាតុភូតមួយជិះមិនរួចទេគេយកខ្មែរសាធារណរដ្ឋប្រឆាំងរាជានិយមតាមទិសរបស់អង្គការគឺតម្រូវវាយយកភ្នំពេញបុកចូលតាមច្រកកំពង់ស្ពឺពោធិ៍ចិនតុងសូមមិត្តទាំងអស់គោរពឲ្យបានតាំងចិត្តឲ្យក្រហមឆ្អិនឆ្អៅបដិញ្ញាយកជ័យជំនះជូនអង្គការឲ្យបានដាច់ខាតបដិញ្ញាដើមខែមេសាឆ្នាំ 1975 កងទ័ពខ្មែរក្រហមមានទាំងទ័ពផងបានជំរុញតម្រង់មករកទីក្រុងភ្នំពេញម
ដឹកនាំខ្មែរក្រហមមានស្លុតសមានខៀវសំផននិងនួនជារៀបចំយុទ្ធនាការនៅជិតភ្នំពេញវិជ្ជបណ្ឌិតជួនជឿនរដ្ឋមន្ត្រីខ្មែរក្រហមខាងសុខាភិបាលកំពុងតែវះកាត់អ្នករបួសជាមួយនឹងក្រុមពេទ្យរបស់គាត់ក្នុងមុងយ៉ាងធំប្រើជំនួសបន្ទប់វះកាត់ខ្មែរក្រហមស្លុតសខៀវសំផននួនជារៀបចំវាយលុកទីក្រុងភ្នំពេញប្រងព្រាតនិងទី16មេសាឆ្នាំ1975ខ្មែរក្រហមបានផ្ដុំកម្លាំងវាយលុកទៅលើកងការពារខ្សែក្រវ៉ាត់ភ្នំពេញរបស់កងកម្លាំងពួកលន់នល់មេបញ្ជាការចុងខ្ពស់បញ្ជាមិត្តផ្ដាច់ច្រកពោចចន្ទង់សូមបាញ់កំភ្លើងធំនឹងមកជួយគ្រប់គ្រងផងចូលខ្មែរក្រហមកំពុងតែសម្រុកចូលមកទីតាំងរបស់អនុសេនីយ៍តួម្នាក់នៃកងទ័ពលន់នល់អាឡូលោកមេបញ្ជាការយើងខ្ញុំកំពុងមានទាហានស្លាប់នឹងត្រូវរបួសជាតិមុនសូមលោកមេបញ្ជាការមកជួយទឹកផងសូមមេត្តាផ្ដល់បទជំនួយច្រើនទៀតខ្មែរក្រហមកាន់តែរំខានមកចិត្តទៅហើយវាកំពុងតែរំពាត់លោកអនុស្រីឯងលោកបានចាក់ចេញចោលពួកយើងវិលទៅគេឋានយ៉ាងខ្លួនក្នុងបិទណាស់ហើយថាភរិយាណៃខ្ញុំវិញសុខចិត្តនៅជាមួយបងប្អូនខ្ញុំក៏មានសង្សារមួយដល់តែនៅក្នុងវិញហើយខែពីលើមកគឺម្ដាយខ្ញុំតែម្ដងដែលកំពុងតែឈឺធ្ងន់រីឯលោកមានវិជាការយើងវិញគាត់ថាគាត់គ្មានសុខអាចជាជាបានវាមកដល់ហើយហើយយកជើងឡើងហើយយកជើងមកទៀតតែគាត់ពីមកមួយដល់ទៀតលោកជួយជើងជាណារដ្ឋលន់នល់បាក់កម្លាំងខូចទឹកចិត្តរត់ចោលជួរតម្រង់មករកទីក្រុងភ្នំពេញបាទទៀតហើយពួកឯងនាំគ្នាជាឡាននឹងទៅកាន់មន្ទីរពេទ្យឲ្យគេព្យាបាលទៅ
ត់ជំងឺពួកលន់នល់ត្រូវបរាជ័យទាំងស្រុងយកសរោមប្រៃទីប្រកបបន្ថែមទៀតមក Ay, ay, ay.